vấn đềខ្ញុំណាចង់ផ្សារភ្ជាប់ថារូបភាពដែលខ្ញុំណាមើលឃើញជាទូទៅយើងស្គាល់ត្រឹមតែពាក្យស្គាល់ត្រឹមតែឈ្មោះថាមាគបូជាអញ្ចឹងទៅប៉ុន្តែចំពោះការយល់ក៏ដូចជាការដឹងគុណពិតប្រាកដហ្នឹងហាក់បីដូចជាអត់សូវឃើញបើនិយាយឲ្យនៃត្រង់មួយទៀតថាអត់សូវឃើញពីតម្លៃនៃពិធីបុណ្យមាគបូជាហ្នឹងនេះសម្រាប់កណ្ដាលមើលឃើញណាដូចថាមាគបូជាក៏មាគទៅមិនដូចមិនខ្វល់អីសោះណាពេលខ្លះឃើញមាគបូជាហ្នឹងដូចជាអន់ជាងចូលឆ្នាំចិនទៅទៀតណាអន់ជាងឆេងមេងទៅទៀតបើយើងនិយាយឲ្យស្រួលស្ដាប់ឬក៏អន់ជាងសំទោសបើសិនជាប៉ះពាល់ដល់អន់ជាងបន Halloween អន់ជាង Christmas អីទៅទៀតណាអានឹងដែលខ្ញុំណាគិតថាគួរតែគិតឡើងវិញក្នុងនាមយើងជាពុទ្ធសាសនិកហ្នឹងมันជានេះអីទេព្រោះមែនតើពុទ្ធសាសនាគឺបង្រៀនអំពីសុខដុមនីយកម្មសាសនាមានន័យថាបរិស័ទពុទ្ធសាសនិកក្តីគ្រីស្ទសាសនិកក្តីមូស្លីមសាសនិកក្តីអ្នកទាំងអស់ហ្នឹងគឺអាចមកសិក្សាអាចមកឆ្វេងយល់ពីពុទ្ធសាសនាបានដូចគ្នាអត់ប្រកាន់ទេតែគ្រាន់តែចង់និយាយនេះគឺផ្ដោតទៅលើអ្នកកាន់ពុទ្ធសាសនាហើយដែលប្រកាសថាខ្លួនឯងជាអ្នកកាន់ពុទ្ធសាសនាណានឹងខ្ញុំណាមិនមានយោបល់អីវិញទេគ្រាន់តែថាសូមជាសារផ្ដាំផ្ញើសូមពិតប្រកេនកណ្ណាម្ចាស់ព្រះសង្ឃគ្រប់ព្រះអង្គហើយញាតិញោមទាំងអស់គ្រប់គ្នាថាយើងគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងជាងនេះហើយបន្ថែមការចូលរួមតាក់ទងនឹងពិធីបុណ្យមាគបូជាក៏ដូចជាពិធីបុណ្យដទៃដែលខ្ញុំណាបានលើកឡើងថាមានមាគបូជាវិសាខបូជាអសលហបូជាអីជាដើមហ្នឹងគួរតែប្រពធ្វើទៅដោយសារឥឡូវនេះមែនទែនបើតាមបណ្ដាវត្តប្រសង់នឹងអត់ដឹកនាំធ្វើពុទ្ធបរិស័ទអត់ដឹងសោះជាការពិតពួកយើងសុទ្ធតែជាអ្នកពាក់ព័ន្ធតែគ្រាន់ថាកុំដាក់បន្ទុកថាការងារហ្នឹងវាទៅលើអ្នកបួសតែម្យ៉ាងអត់ទេពុទ្ធបរិស័ទក៏ជាផ្នែកមួយដ៏ធំដែរនឹងចង់បញ្ជាក់ជូនប៉ុណ្ណឹងចុះហើយហ្នឹងហើយក៏សូមខន្តីអភ័យទោសម្ដងទៀតបើសិនជាគេលោថាការពោលរបស់ខ្ញុំណាទៅវាអាចនឹងប៉ះពាល់អារម្មណ៍ឬក៏មិនសូវជាសប្បាយចិត្តអីទៅសូមខន្តីអភ័យទោសណាសូមប្រកេនប៉ុណ្ណឹងហើយ